ស្ត្រីម្នាក់បានក្រឡាប់តូអាហារទាំងកំហឹងបន្ទាប់មកនាងបានទះឪពុកក្មេករបស់នាងយ៉ាងខ្លាំងនៅពេលដែលស្វាមីរបស់នាងព្យាយាមចូលទៅឃាត់នាងបានលើកគាត់ដាក់លើស្មាហើយវាយទម្លាក់គាត់ទៅដីហេតុផលដែលនាងហ៊ានធ្វើបែបនេះគឺដោយសារតែទាំងស្វាមីនិងឪពុកក្មេករបស់នាងសុទ្ធតែជាអ្នករំលោភបំពាននៅថ្ងៃដំបូងដែលនាងបានជន់ជើងចូលផ្ទះនេះពួកគេមិនអាចរងចាំដើម្បីបង្ហាញអំណាចរបស់ពួកគេលើនាងទេឪពុកក្មេកថែមទាំងបានធ្វើអំពើហិង្សាក្នុងគ្រួសារលើម្ដាយក្មេករបស់នាងនៅចំពោះមុខនាងផ្ទាល់ទៀតផងពួកគេមិនដឹងទេថាទាំងអស់នេះគឺជាការធ្លាក់ចុះរបស់ពួកគេផ្ទាល់ព្រោះស្ត្រីនោះមិនត្រឹមតែជាមេធាវីកម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏ជាជើងឯកជាតិសន្តា5សម័យផងដែរនាងបានលះបង់ខ្លួនឯងដើម្បីដាក់ទណ្ឌកម្មបុរសដែលរំលោភបំពាននិងស្វែងរកយុត្តិធម៌សម្រាប់ស្ត្រីប្រសិនបើគោលដៅរបស់នាងរត់ចូលទៅក្នុងរថយន្តនាងនឹងទាញទ្វារបើកភ្លាមបន្ទាប់មកនាងនឹងបោះទ្វាររថយន្តចម្ងាយ500ម៉ែត្រប្រសិនបើអ្នករំលោភបំពានលាក់ខ្លួននៅក្នុងកៅអីអ្នកដំណើរនាងនឹងលើករថយន្តទាំងមូលហើយបោកវាទៅដីដោយសារតែធម្មជាតិឈ្លានពានរបស់នាងគ្មានមិត្តប្រុសទេម្ដាយមីងរបស់នាងបានណែនាំនាងឲ្យស្គាល់បុរសម្នាក់សម្រាប់ការណាត់ជួបដោយសង្ឃឹមថាការរៀបការនឹងជួយឲ្យនាងទទួលបានភាពកក់ក្ដៅក្នុងគ្រួសារនិងធ្វើឲ្យនិស្ស័យរបស់នាងទន់ភ្លន់បុរសនោះពេញចិត្តភ្លាមនៅពេលឃើញនាងអ្នកធ្វើបុណ្យសប្បុរសធម៌ម្នាក់នេះមើលទៅស្លូតបូតនិងគួរសមនៅលើផ្ទៃខាងក្រៅប៉ុន្តែនៅពីក្រោយឆាកគាត់បានចូលរួមក្នុងកិច្ចការងឹតអ្វីដែលអាក្រក់ជាងនេះទៅទៀតគាត់គឺជាអ្នកសម្បូរទ្រព្យនិងជាអ្នករំលោភបំពានដោយហិង្សាអតីតភរិយារបស់គាត់ត្រូវបានគាត់វាយរហូតដល់ស្លាប់ស្ត្រីម្នាក់នេះត្រូវបានបុរសម្នាក់នេះបញ្ឆោតដោយរូបរាងរបស់គាត់ហើយគ្រោងនឹងរៀបការជាមួយគាត់នៅថ្ងៃបន្ទាប់ទន្ទឹមនឹងនេះក្រុមគ្រួសាររបស់បុរសនោះកំពុងរៀបចំផែនការដើម្បីធ្វើឲ្យនាងក្លាយជាអ្នកបម្រើដែលស្ដាប់បង្គាប់របស់ពួកគេទើបតែទទួលបានលិខិតអាពាហ៍ពិពាហ៍បុរសនោះបានទូចឲ្យនាំនាងត្រឡប់ទៅផ្ទះភ្លាមព្រោះអ្នកបម្រើក្នុងផ្ទះទាំងអស់ត្រូវបានវាយបណ្តេញចេញគាត់នឹងដាក់ស្ត្រីនោះនៅកន្លែងអ្នកបម្រើភ្លាមនៅពេលនាងបានជន់ជើងចូលក្នុងទីធ្លានាងបានកត់សម្គាល់ឃើញអង្ក្រែកឈរជើងគ្រប់ទីកន្លែងទាំងនៅទីធ្លាខាងមុខនិងខាងក្រោយនាងមិនអាចជួយបានទេតែមានអារម្មណ៍ចង់ដឹងរហូតដល់អ្នកបម្រើដែលនៅសល់ម្នាក់បានបុកនាងដោយចៃដន្យទើបនាងមានអារម្មណ៍ថាមានអ្វីខុសប្រក្រតីអ្នកបម្រើនោះភ័យខ្លាចភ្លាមហើយបានលុតជង្គង់អង្វរសុំសេចក្តីមេត្តាបុរសនោះបានកុហកយ៉ាងប្រញាប់ដោយអះអាងថាប្តីរបស់អ្នកបម្រើនោះបានធ្វើបាបនាងអស់រយៈពេលជាច្រើនឆ្នាំដែលបណ្ដាលឲ្យនាងកើតជំងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរស្ត្រីនោះជឿគាត់ដោយគ្មានសំណួរប៉ុន្តែភ្លាមនៅពេលដែលពួកគេចាក់ចែងអ្នកបម្រើនោះត្រូវបានអង្ក្រែកវាយសន្លប់នៅពេលដែលស្ត្រីនោះទីបំផុតបានជួបឪពុកម្ដាយក្មេករបស់នាងឪពុកមេឃរបស់នាងបានស្នើសុំឲ្យនាងបង្ហាញជំនាញធ្វើម្ហូបរបស់នាងនៅក្នុងផ្ទះបាយទន្ទឹមនឹងនេះគាត់បានអញ្ជើញក្រុមគ្រួសារបន្ថែមទៀតឲ្យមកធ្វើជាភ្ញៀវហើយណែនាំនាងឲ្យរៀបចំម្ហូបបន្ថែមទៀតម្ដាយក្មេកដែលរងទុក្ខវេទនាអស់រយៈពេលជាយូរមកហើយដោយខ្លាចក្រែងកូនប្រសារថ្មីនឹងត្រូវដាក់ទណ្ឌកម្មចំពោះការបរាជ័យក៏បានប្រញាប់ទៅផ្ទះបាយដើម្បីជួយប៉ុន្តែស្ត្រីនោះបានកត់សម្គាល់ឃើញស្នាមជៀមនៅលើដៃម្ដាយក្មេករបស់នាងម្ដាយក្មេកបានពន្យល់ថានាងបានដួលដោយខ្លួនឯងដោយអះអាងថាមិនពាក់ព័ន្ធនឹងប្តីឬកូនប្រុសរបស់នាងទេស្ត្រីនោះមិនបានសួរវិលទៅទៀតទេហើយមិនយូរប៉ុន្មាននាងបានរៀបចំអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់ទោះជាយ៉ាងណាក៏ដោយគ្រាន់តែម្ហូបត្រូវបានលើកមកដាក់ក្រុមសាច់ញាតិបានចាប់ផ្ដើមរិះគន់នាងដោយត្អូញត្អែថាម្ហូប10មុខមិនគ្រប់គ្រាន់ដើម្បីបំពេញចិត្តពួកគេទេពួកគេបានទាមទារ10មុខទៀតពួកគេក៏បានស្ដីបន្ទោសនាងថាជាកូនប្រសារស្រីដែលល្ងង់ខ្លៅដែលសូម្បីតែមិនយល់ពីច្បាប់គ្រួសារនៅពេលដែលម្ដាយក្មេកនិយាយការពារនាងជន់ក្បត់បានបញ្ជាឲ្យនាងលុតជង្គង់ចុះហើយត្រូវដាក់ទណ្ឌកម្មដោយច្បាប់ផ្ទះកូនប្រសារបានព្យាយាមអន្តរាគមន៍ប៉ុន្តែប្តីរបស់នាងបានចាប់ដៃនាងដោយព្រមាននាងកុំឲ្យជ្រៀតជ្រែកក្នុងផ្ទះនេះនរណាម្នាក់ដែលធ្វើខុសនឹងត្រូវដាក់ទណ្ឌកម្មសូម្បីតែម្ដាយរបស់គាត់ផ្ទាល់ក៏ដោយប៉ុន្តែស្ត្រីនោះមិនមានការភ្ញាក់ផ្អើលទេនាងបានប្រញាប់ទៅមុខភ្លាមហើយបានគ្រប់គ្រងស្ថានភាពដោយគ្មានការស្ទាក់ស្ទើរនាងបានទះឪពុកក្មេករបស់នាងយ៉ាងខ្លាំងចំមុខគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងថាហេតុអ្វីបានជាកូនប្រសារស្រីដែលទើបរៀបការថ្មីនេះកាចសាហាវម្លេះគាត់មិនដឹងទេថានេះគ្រាន់តែជាការចាប់ផ្ដើមនៃសុបិនអាក្រក់បំផុតរបស់ពួកគេប៉ុណ្ណោះ